100 ឆ្នាំទៅមុខទៀតកូរ៉េខាងត្បូងនឹងប្រឈមវិបត្តិដ៏គ្រោះអាក្រក់បំផុតនៃការធ្លាក់ចុះចំនួនប្រជាជនគួរឲ្យកត់សម្គាល់ប្រមាណក្រោម 7 លាននាក់និងអតិបរមា 20 លាននាក់ដែលស្ថិតិឆ្នាំ 2025 មានប្រមាណ 51 លាននាក់គិតចាប់ពីឆ្នាំ 2020 មកចំនួនប្រជាជនរបស់កូរ៉េខាងត្បូងត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះរៀងរាល់ឆ្នាំហើយការថយចុះនេះនឹងកាន់តែលឿនទៅនៅពេលដែលប្រជាជនចាស់ជរាកើនឡើងតើកត្តាអ្វីខ្លះដែលបណ្ដាលឲ្យកូរ៉េខាងត្បូងប្រឈមនឹងអត្រាថយចុះបែបនេះយោងតាម The Star Times ចុះថ្ងៃទី 2 កក្កដា 2025 បានលម្អិតថាអត្រាប្រជាជនចំនួនថ្មីក្នុងការមានកូនតិចតួចបំផុតឬមិនមានកូនទាល់តែសោះដោយសារតែបញ្ហាសេដ្ឋកិច្ចនិងសង្គមស្របពេលដែលមនុស្សចំនួនក្រោយមានទំនោររៀបការយឺតជាងមុនឬសម្រាប់ចិត្តមិនរៀបការតែម្ដងផលប៉ះពាល់ទាំងនេះមិនមែនគ្រាន់តែជាបញ្ហាប្រជាជនទេតែជាវិបត្តិដែលប៉ះពាល់ដល់សេដ្ឋកិច្ចសន្តិសុខនិងការរស់នៅសង្គមទាំងមូលដែលធ្វើឲ្យសេដ្ឋកិច្ចកូរ៉េខាងត្បូងមិនអាចសម្រេចបានកំណើនដូចមុនទៀតទេហើយអាចឈានទៅដល់ការធ្លាក់ចុះរដ្ឋាភិបាលនឹងត្រូវចំណាយកាន់តែច្រើនទៅលើការថែទាំសុខភាពសម្រាប់ប្រជាជនចាស់ជរាដែលមានចំនួនកើនឡើងកាន់តែខ្លាំងបន្ថែមពីនេះការថយចុះយ៉ាងគំហុកនៃបរិសុទ្ធវ័យក្មេងដែលមានសិទ្ធិចូលបម្រើកងទ័ពនិងផលប៉ះពាល់ដល់សមត្ថភាពការពារជាតិប្រឆាំងទៅនឹងកូរ៉េខាងជើងកូរ៉េខាងត្បូងនឹងត្រូវពឹងផ្អែកកាន់តែខ្លាំងទៅលើបច្ចេកវិទ្យាស្វ័យប្រវត្តិជំនួសឲ្យទ័ពមនុស្សឬត្រូវពឹងកងទ័ពជំនួយពីបរទេសកាន់តែច្រើនឡើងព្រមទាំងមានការគំរាមកំហែងដល់អធិរាភាពនិងអនាគតរុងរឿងរបស់សាធារណរដ្ឋកូរ៉េប្រសិនបើចំនួនប្រជាជនថយចុះដល់កម្រិតបែបនេះទៅហើយសង្គមនឹងត្រូវផ្លាស់ប្ដូរយ៉ាងខ្លាំងសាលារៀនទីក្រុងធំៗនិងសេវាកម្មសាធារណៈជាច្រើននឹងត្រូវបិទទ្វារហើយភាសានិងវប្បធម៌កូរ៉េក៏អាចប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ដែរនៅពេលនោះកូរ៉េខាងត្បូងនឹងត្រូវបង្ខំចិត្តឲ្យមានគោលនយោបាយអន្តោប្រវេសន៍ដ៏ធំមួយដើម្បីនាំចូលប្រជាជនបរទេសរាប់លាននាក់មកជំនួសកម្លាំងពលកម្មដែលបាត់បង់និងរក្សាមុខមាត់របស់ប្រទេសដោយឡែករដ្ឋាភិបាលកូរ៉េខាងត្បូងបច្ចុប្បន្នបានយកចិត្តទុកដាក់គ្រួសារដែលមានកូនច្រើនទទួលបានការបញ្ចុះតម្លៃទៅលើការចំណាយផ្សេងៗដូចជាការប្រើប្រាស់កន្លែងចតជាសាធារណៈការដឹកជញ្ជូននិងការចូលរួមកម្មវិធីកីឡាឬវប្បធម៌ដែលរៀបចំដោយរដ្ឋាភិបាលព្រមទាំងមានកញ្ចប់ឧបត្ថម្ភជាប្រចាំខែថែមទៀតផងប្រសិនបើ200 ឆ្នាំទៅមុខទៀតតើកូរ៉េខាងត្បូងនឹងជួបបញ្ហាគ្រោះមហន្តរាយជាតិដែរឬទេហេតុអ្វីបានជាប្រជាជនកូរ៉េខាងត្បូងមិនសូវមានទំនោរចង់បានកូន